កលាមកផើងនេះខ្ញុំបានកាលពីដើមឆ្នាំក្នុងខែ3ហើយចាំមកខ្ញុំឲ្យមើលលទ្ធផលមកដល់លើខែ12មកដល់លើខែ12វាចេញផ្កាច្រើនមែនតើហើយតាំងពីដើមមកក៏ចេញច្រើនចឹងដែរហើយថ្ងៃហ្នឹងគាត់ឲ្យខ្ញុំដើរមើលទៅឃើញផ្កាវាឡើងចង់10តងផ្កាហ្នឹងប៉ាខ្ញុំគាត់អ្នកថែបើខ្ញុំវិញមិនចេះមើលសួរវាងាប់តាំងពីយូរបាត់ហើយគាត់ថយទឹកសូចទឹកមកទៀតព្រោះពិបាកថែផ្កាកលាហើយយើងត្រូវមើលតាំងស្លឹកវាទៀតបើមានតកៅឬក៏ស្លឹកខូចវាប្រឡេះវាចោលចឹងហើយអត់ដែលមើលចេញមកមើលម្ដងបានមកដៃហ្មងនៅផ្ទះមិនមានផ្កាកលាបតែម្ដងហ្នឹងមានច្រើនទៀតនេះគាត់ផ្សំបន្ថែមទៀតហើយវាចេញតងមកបដានៅផ្ទះខ្ញុំផ្កាកលាបមានច្រើនដែរមក